ចាជំរាបសួរបងជំរាបសួរបងបាទជំរាបសួរបងអនុស្សាវរីយ៍ជាមួយប៉ានិយាយទៅសម្រាប់អនុស្សាវរីយ៍ចំពោះខ្ញុំជាមួយប៉ាគឺវាមានច្រើនចំពោះអនុស្សាវរីយ៍ដែលខ្ញុំអាចបំភ្លេចបានជាមួយនឹងប៉ាហ្នឹងគឺខ្ញុំចាំនៅថ្ងៃមួយពេលដែលខ្ញុំដួលម៉ូតូពេលហ្នឹងគឺខ្ញុំភ័យខ្លាំងមែនទែនដោយសារអីគឺម៉ូតូហ្នឹងវាខូចវាខ្ទេចចឹងទៅហើយខ្ញុំគិតថាពេលដែលទេទៅប៉ាភ្លាមហ្នឹងគឺប៉ាប្រកាសជាស្ដីបន្ទោសឲ្យយើងហើយថាយើងអត់ចេះប្រយ័ត្នអីចឹងទៅប៉ុន្តែផ្ទុយទៅវិញគាត់បែរជាសួរយើងគាត់បែរជាបារម្ភយើងភ័យវិញថាយើងមិនខ្វាយពីម៉ូតូហើយម៉ូតូហ្នឹងមិនទៅប៉ុន្តែខ្លួនយើងគឺយើងមានត្រូវអីអត់គាត់បែរជាមិនសួរអញ្ចឹងវិញទាំងដែលយើងហ្នឹងយើងគិតលើគាត់ថាគាត់ប្រកាសជាស្ដីបន្ទោសឲ្យយើងហើយព្រោះអីយើងមើលថែទ្រព្យសម្បត្តិរបស់យើងអត់បានអីចឹងទៅកាលពីតូចមកគឺពេលដែលប៉ាគាត់ទៅណាមកណាគាត់នាំម៉ាក់នាំប្អូនខ្ញុំទៅផ្ទះយាយឬក៏ទៅណាគឺពេលហ្នឹងគឺយើងមានតែម៉ូតូមួយឯងហាជាអត់គ្រាន់ហើយពេលហ្នឹងខ្ញុំរត់តាមម៉ូតូតាំងពីផ្ទះរហូតដល់ចុងភូមិហើយពេលហ្នឹងគាត់បានទៅដែរហើយយាយគាត់តាមចាប់យកមកវិញអនុស្សាវរីយ៍ដែលចាំអត់ភ្លេចនោះកាលពេលខ្ញុំនៅតកាលហ្នឹងប្រហែលអាយុ4ឆ្នាំដល់ពេលទៅខ្ញុំនៅក្មេងកាលហ្នឹងអត់ដឹងអីទេដើរទៅកម្មចដាហ្នឹងធ្លាក់កម្មចដាបាក់ដៃដល់ពេលហើយអ្នកផ្ទះខ្ញុំហ្នឹងគឺដើររកខ្ញុំអត់ឃើញទេបាត់ខ្ញុំដល់ពេលព្រឹកឡើងប្រហែលជា2ម៉ោងបើគាត់រកខ្ញុំឃើញហើយខ្ញុំស្លាប់បាត់ហើយពេលហ្នឹងទៅក៏ប៉ាភ័យជាងគេគឺភ័យរលឡានប៉ែរកអីមកដឹកយើងទៅប៉ែតអញ្ចឹងណាតែពេលហ្នឹងគឺអត់ដឹងខ្លួនទេប៉ុន្តែគាត់និយាយប្រាប់អញ្ចឹងណាពេលហ្នឹងគាត់ថាគាត់ភ័យគាត់បារម្ភពីយើងហើយគាត់មកយកទុកការងារគាត់ចោលហើយគាត់ជិះមកយកយើងទាំងភ្លៀងពេលហ្នឹងណានិយាយពីមោទនភាពគឺមានបងមានតាំងពីតូចដល់ធំនេះគឺមានមោទនភាពខ្លាំងមែនទែនដែលបានគាត់ជាប៉ាដោយសារអីគឺគាត់ខំប្រឹងដើម្បីឲ្យយើងរស់ស្រួលបានសប្ថ្ងៃហ្នឹងគឺគាត់អត់ដែលបានសម្រាប់បានពេញម៉ោងទេនិយាយទៅគឺគាត់ខំប្រឹងរលុយគាត់ធ្វើមិនខំប្រឹងរលុយមិនក៏ដោយដើម្បីឲ្យយើងរៀនសាលាល្អគាត់គង់យើងគ្រប់យ៉ាងមិនថាយើងចង់បានអីគាត់តែងតែផ្ដល់ឲ្យយើងរហូតទោះបីពេលខ្លះវាមានតម្លៃថ្លៃរបស់ហ្នឹងវាមានតម្លៃថ្លៃតែយើងចង់បានគាត់នៅតែទិញឲ្យយើងចាធម្មតាប៉ាណាគេក៏ស្រឡាញ់ដែរហើយមោទនភាពគឺមានចំពោះគាត់ខ្លាំងមែនតើដែលគាត់ខំប្រឹងឲ្យធ្វើការដើម្បីរកលុយបញ្ចំយើងឲ្យយើងបានរៀនខ្ពស់ហើយឲ្យយើងសម្រេចអីដែលយើងចង់ធ្វើនិយាយមិនថាប៉ាគឺជាហេរ៉ូមួយប៉ាជាអ្នកផ្ដល់អ្វីៗគ្រប់យ៉ាងឲ្យខ្ញុំប៉ាគឺជាមេគ្រួសារនិយាយទៅប៉ាគាត់ស៊ូលំបាកគ្រប់យ៉ាងគឺដើម្បីខ្ញុំច្រើននិយាយទៅគឺខ្ញុំមានមោទនភាពដែលមានប៉ាជាប៉ារបស់ខ្ញុំនិយាយពីកំហុសធំបំផុតដែលខ្ញុំធ្វើខុសហ្នឹងគឺតាំងពីខ្ញុំពេលដែលខ្ញុំធំឡើងហ្នឹងគឺខ្ញុំមានអារម្មណ៍ថាខ្ញុំ feel bad ខ្លាំងមែនទែនដែលពេលខ្លះគាត់ជាមនុស្សចាស់គាត់តែងតែថាយើងស្ដីឲ្យយើងបារម្ភយើងអីប៉ុន្តែយើងបែរជាផលសម្ដីខ្លាំងដាក់គាត់ពេលខ្លះយើងអត់ចង់និយាយសម្ដីខ្លាំងទេប៉ុន្តែមានអារម្មណ៍ថាខ្លួនឯងមួម៉ៅច្រើនដល់ពេលចឹងទៅអាពាក្យដែលយើងគិតថាគាត់និយាយយើងល្អប៉ុន្តែយើងអត់គិតថាគាត់ថាយើងនឹងជាអ្វីដែលល្អឯងយើងបែរជាទៅតមាត់គាត់ខ្លាំងវិញអាហ្នឹងវាគឺជាកំហុសមួយនិយាយទៅកំហុសមួយហ្មងណាដែលខ្ញុំធ្វើទៅលើគាត់ដែលខ្ញុំមានអារម្មណ៍ថាខ្ញុំ feel bad ខ្លាំងមែនទែនខ្ញុំអត់គួរបើសិនតែបកក្រោយវិញខ្ញុំអត់គួរនិយាយសម្ដីខ្លាំងចឹងដាក់គាត់ឡើយកំហុសដែលធំហ្មងគឺអត់មានទេបងព្រោះខ្ញុំមិនដែរធ្វើអីខុសលើគាត់ទេហើយទោះបីជាខ្ញុំធ្វើខុសលើគាត់ក៏ភាគច្រើនគាត់ដែរប្រកាន់អញ្ចឹងណាបងតែបើថាពេលខ្លះនិយាយសម្ដីធំសម្ដីតូចអីមួយគាត់នឹងអាចមានដែរកំហុសពេលខ្លះសម្រាប់ទង្វើដែលខ្ញុំគិតថាខ្ញុំខុសឆ្គងចំពោះគាត់ពេលខ្លះពេលគាត់ស្ដីបដាvớiខ្ញុំហើយខ្ញុំតមាត់មួយគាត់ពេលហ្នឹងពេលខ្លះខ្ញុំក៏មានកូនចិត្តសួរខ្លួនឯងថាគាត់ខំបង្កើតយើងហើយ
គាត់គ្រាន់តែថាឲ្យយើងគាត់គ្រាន់តែចង់ប្រាប់យើងឲ្យយើងល្អហើយមូលហេតុអីបានយើងគិតអវិជ្ជមានលើគាត់ដែលធ្វើឲ្យខ្ញុំមានវិបដិសេរីខ្លាំងពេលខ្លះទាំងតែធ្លាប់គិតថាខឹងគាត់ខឹងមួយសាខឹងសង្កថាត្រង់បានតែដល់តែពេលនៅពេលដែលបាត់ខឹងហើយបន្ទាប់មកយើងគិតយើងបកបែកជាមកគិតមកវិញថាអ្វីដែលគាត់ប្រាប់យើងទាំងអស់គឺសិតតែជាពាក្យពេចន៍ល្អព្រោះគាត់ចង់ឲ្យកូនល្អចំពោះខ្ញុំបើសិនជាខ្ញុំមានលទ្ធភាពជូនកាដូដ៏ធំមួយសម្រាប់ប៉ាគឺខ្ញុំចង់ជូនជារថយន្តប៉ាវជន់ Cloud នៅក្រោយខ្ញុំនេះមកជូនទៅប៉ាអានេះបើសិនជាខ្ញុំមានឱកាសហើយនិយាយក្នុងលក្ខខណ្ឌដែលសិនថាបើសិនខ្ញុំមានសមត្ថភាពខ្ញុំនឹងទិញឡានឲ្យប៉ាដោយសារអីប៉ាគាត់ស្រឡាញ់ឡានមែនតើព្រោះអីកាលពីក្មេងគាត់ចូលចិត្តបើកឡានជូនកូនដើរលេងហើយគាត់ក៏ដូចជាវីរៈបុរសរបស់កូនដូចគ្នាព្រោះអីពេលខ្លះគាត់រវល់ក៏គាត់នៅតែឆ្លៀតពេលជូនកូនដើរលេងហើយពេលខ្លះកូនឈឺអីអញ្ចឹងយប់បន្តភ្លាមក៏ជូនកូនទៅដែរបើសិនជាខ្ញុំមានឱកាសអាចទិញឡានជូនគាត់ខ្ញុំនឹងទិញឲ្យប៉ោជន់យ៉ា Plus នេះជូនគាត់ដោយសារអីឡាននេះ option ទំនើបហើយមានប្រព័ន្ធសុវត្ថិភាពការពារច្រើនហើយជំនួយដល់ការបើកបរគាត់បានច្រើនដូចគ្នាកាដូសម្រាប់គាត់ខ្ញុំគិតថាខ្ញុំចង់ទិញឡានមួយឲ្យគាត់ពីព្រោះកាលពីមុនគាត់អាសាជូនកូនដើរលេងបើកឡានជូនកូនដើរលេងហើយឥឡូវផ្ទះខ្ញុំពីមុនធ្លាប់មានឡានដល់ទៅពេលឥឡូវបានលក់បាត់ហើយដោយសារតែមានបញ្ហាជាច្រើនដោយសារខ្ញុំត្រូវមករៀននៅសាកលប្អូនខ្ញុំត្រូវទៅរៀននៅសាលាពេទ្យទៀតអញ្ចឹងវាធ្វើឲ្យគ្រួសារខ្ញុំចំណាយច្រើននិយាយគាត់ឈឺដល់ពេលអញ្ចឹងទៅក៏បានសម្រេចចិត្តថាលក់ឡានដល់ទៅពេលបើសិនជាមានឱកាសបើមានសមត្ថភាពខ្ញុំនឹងទិញឡានជូនគាត់សម្រាប់ model ដែលខ្ញុំគិតថាចង់ជូនគាត់គឺខ្ញុំនឹងជ្រើសរើសយក model ប៉ាវជន់ Cloud ដោយសារ model នេះវាមានរូបរាងស្អាតហើយសម្រាប់ដូចពួកគាត់ចាស់អីតាក់ទងទៅនឹងគាត់មើលអត់សូវច្បាស់អីមានកាមេរ៉ាជំនួយparking sensor តាក់ទងទៅនឹងoption ផ្សេងដែលវាទំនើបដែលអាចជួយគាត់បានសម្រាប់មនុស្សចាស់ពេលគាត់ចូលចតចំណតពេលអីគឺមានកាមេរ៉ាសម្រាប់ជំនួយដល់គាត់សម្រាប់ពាក្យដែលខ្ញុំចង់និយាយទៅកាន់គាត់ថ្ងៃហ្នឹងដែរគឺខ្ញុំអត់ដែរនិយាយប្រាប់គាត់ពីមុនទេគឺខ្ញុំស្រឡាញ់គាត់អាចនិយាយបានថាគាត់ជាកែវភ្នែករបស់ខ្ញុំអញ្ចឹងបើសិនជាគ្មានគាត់ក៏អត់មានខ្ញុំថ្ងៃនេះដែរខ្ញុំអរគុណគាត់ហើយខ្ញុំស្រឡាញ់ប៉ាពាក្យដែលខ្ញុំចង់និយាយទៅកាន់ប៉ាហ្មងគឺកូនចង់និយាយថាកូនស្រឡាញ់ប៉ាហើយក៏អរគុណប៉ាដែលបានចិញ្ចឹមបីបាច់កូនតាំងពីទូរហូតដល់ធំតែងតែផ្ដល់ដំបូន្មានល្អដល់កូនដើម្បីធ្វើឲ្យកូនមានដល់សប្តាហ៍ថ្ងៃនេះគឺដោយសារតែមានវត្តមានប៉ាដែរ